សួស្តីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីមុខងារ inventory transfer ដែលអនុញ្ញាតឲ្យយើងផ្ទេរអវ៉ាន់ពីឃ្លាំងមួយទៅឃ្លាំងមួយបានយ៉ាងងាយស្រួលនិងមានប្រសិទ្ធភាពហើយអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនពី function មួយនៅក្នុង ME យើងដែលមានឈ្មោះថា inventory transfer ដែលភាសាខ្មែរបានន័យថាការយកពីតំណែងពីឃ្លាំងមួយទៅឃ្លាំងមួយទៀតឬពីទីតាំងមួយទៅទីតាំងមួយទៀតអញ្ចឹងយើងចង់យកតំណែងពីទីតាំងមួយទៅទីតាំងមួយយើងត្រូវដឹងថាតំណែងដែលយើងយកហ្នឹងសល់ stock ប្រហែលតោះឥឡូវយើងចូលកន្លែង item សិនមកអូខេនេះអញ្ចឹងនៅក្នុងទីតាំង HP ហ្នឹងវាមាន50អញ្ចឹងសរុប50អញ្ចឹងខ្ញុំចង់យកតំណែងតែនៅក្នុងទីតាំង HP ហ្នឹងមក MV វិញដែល MV មាន30ឯហានេះមាន50អញ្ចឹងខ្ញុំចង់យកអា50នេះយកមកទៅដាក់នៅកន្លែង MV នេះវិញតោះហើយយើងបិទអានោះមកបន្ទាប់មកយើងចូលនៅក្នុង inventory ហើយយើងចុច new តោះយើងចុច default បន្តមកចុច search ស្ញា search ហ្នឹងមកហើយយើងយក select item ណាដែលយើងចង់ដូរមិញហ្នឹងគឺអានេះបន្តមកយើង select នេះ select location អញ្ចឹងមិញហ្នឹងដូចជា HP ខ្ញុំចង់ដូរពី HP ទៅ MV អូខេទៅ MV បន្ទាប់ពីយើងដាក់ location ហើយយើងត្រូវដាក់ចំនួនអញ្ចឹងចំនួនប៉ុន្មានមិញ50អញ្ចឹងខ្ញុំដាក់40ទៅខ្ញុំចង់យក40ហើយបន្ទាប់ពីហ្នឹងមកថ្ងៃហ្នឹងក៏សំខាន់ដែរអញ្ចឹងយើងកុំភ្លេចដាក់ថ្ងៃតែខ្ញុំចង់ដាក់ថ្ងៃហ្នឹងហ្មងទៅតោះមក sell នៅពេលដែលវាចេញ sell អញ្ចឹងមានន័យថាវាអត់បានជោគជ័យតើវាចេញសញ្ញាផុសនេះមិនជោគជ័យអញ្ចឹងដើម្បីឲ្យវាផុសបានយើងត្រូវចូល approve send request អូខេ send request ហើយយើងចូល approve នឹងសារថ្មីតោះមកយក approve អូខេដល់ពេល approve ហើយយើងចូលសញ្ញាផុសនេះមក yes មកអូខេអញ្ចឹងមានន័យថាវាបានសម្រេចហើយតើឥឡូវយើងទៅមើលនៅក្នុង item យើងសារថ្មីមើលយើងដូរបានអត់បាទនេះឃើញអត់មិញ50ឥឡូវសល់តែ10ទេហើយឡើងមិញ30ឥឡូវឡើង70 Skybar ជួយឲ្យអាជីវកម្មកាន់តែទំនើបនិងមានលក់ POS software និង hardware គ្រប់ប្រភេទ